សូមស្វាគមន៍មកកាន់ Combo Tube ថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនអរគ្នាទៅលេងនៅខាងខេត្តកំពង់ចាមបងប្អូនអរគ្នាហើយនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៅក្នុងដែលយើងឆ្ពោះទៅកាន់ខេត្តកំពង់ចាមបងប្អូនបាទចង់ដឹងថាតើខេត្តកំពង់ចាមមានអ្វីខ្លះរីករាយនឹងជាមួយខ្ញុំដែរដែលយើងនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនអរគ្នាទៅកាន់ភូមិមួយដែលមានឈ្មោះថាភូមិបឹងដែងឃុំព្រៃកក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបងប្អូនណាហើយទីកន្លែងមួយនេះដែរគឺជាគាត់បានផ្សាំនៃកូនតរៀនរបស់គាត់ណាបងប្អូនបាទនេះគឺជាពូជតរៀងមន់ថងកម្ពស់ប្រហែលជាពីបាតថងនឹងទៅប្រហែលជាខ្ទង់1.40 1.50 ម៉ែត្របងប្អូនប្រហែលជា1 ម៉ែត្រប៉ុណ្្នឹងឯងដោយសារខ្ញុំវាស់ធៀបជាមួយនឹងខ្លួនខ្ញុំណាហើយគាត់បានដាក់ទីតាំងលក់នៅនឹងផ្លូវថ្នល់កស៊ូយើងតែម្ដងដើម្បីងាយស្រួលឲ្យអ្នកដំណើររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងហ្នឹងងាយស្រួលមើលហើយក៏ជាភាពតាក់ទាញមួយផងដែរពូជទ្រានេះត្រូវគាត់បាននាំចូលពីចំការគាត់មួយកន្លែងផ្សេងទៀតហើយគាត់ដឹកយកមកលក់នៅទីនេះដោយសារតែទីនេះវាស្ថិតនៅតាមបណ្ដោយផ្លូវកស៊ូបងប្អូនអញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងគាត់ធ្វើដំណើរច្រើនគាត់ធ្វើដំណើរច្រើនហើយមានច្រើនណាស់ល្អៗណាបងប្អូនណាខ្ញុំថតជូននេះតែមួយផ្នែកជ្រុងទៅតាមមុខផ្ទះកន្លែងគាត់តែប៉ុណ្ណោះទេបងប្អូនបាទឥឡូវនេះយើងក៏លេចមកមើលចំការរបស់គាត់បាទចំការនេះគឺដីក្រហមបងប្អូនណាខាងខេត្តកំពង់ចាមរបស់យើងគឺដីក្រហមហ្នឹងឯងដែលគេចំណាំតែនិយាយលេងថាដីក្រហមដីស្អិតទៅហើយចិត្តមិនចង់មកវិញណាបងប្អូនដីក្រហមនេះគឺជាដីដែលមានជីជាតិគឺវាអំណោយផលមែនទែនសម្រាប់ដំណាំទុរេននេះឯងហើយអ្វីដែលស្អិតជាប់នោះមិនមែនជាប់ដៃជាប់ជើងនេះគឺជាប់ចិត្តជាប់អារម្មណ៍ជាមួយនឹងទស្សនវិជ្ជាអ្នកចំការនៅខាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនេះដោយអ្វីដែលខ្ញុំបានផ្តិតជូនបងប្អូនទស្សនាយ៉ាងនេះនេះដែរនេះស្ដេចចន្ទលស័យបងប្អូនណាវាផ្លែស្ថិតនៅចុងមែកពេកដល់អញ្ចឹងហើយគាត់ខ្លាចបាក់មែកនេះគឺស្នាមកាត់ថ្មីគាត់កាត់ប្រហែលជាខ្ទង់3 ទៅ 4 5 ដងហើយបងប្អូនចាប់តាំងពីរដូវដែលវាបានដល់នេះចំការគាត់នេះគឺស្ថិតនៅលើផ្ទៃដីប្រមាណជា2 ហិកតាជាងបងប្អូនដែលគេនិយមថា2 ហិកណាបងប្អូនណាជាមួយនឹងចំនួនកូនត្រៀនរបស់គាត់នឹងរហូតដល់250 ដើមប៉ុន្តែផ្ដល់ផលឲ្យគាត់នឹងត្រឹមតែ200 ដើមតែប៉ុណ្ណោះបងប្អូនដោយសារគាត់ដាំមុនក្រោយអញ្ចឹងទៅហើយត្រៀននេះដែរខ្ញុំចូលទៅនេះគឺសុំការអនុញ្ញាតពីបងប្រុសម្ចាស់ចំការគាត់ថាអាចចូលទៅបានចូលទៅថតចូលទៅលេងអញ្ចឹងទៅអ្វីដែលគាត់ខ្លាចនោះគឺខ្លាចតែត្រៀនវាទុំដើមបងប្អូនយើងចូលទៅគៀកដើមអញ្ចឹងវាជ្រុះមកអីត្រូវក្បាលត្រូវអីអញ្ចឹងទៅអញ្ចឹងបានយើងសុំអនុញ្ញាតពីគាត់សិនបាទខ្ញុំថតជូនបងប្អូនដើមចោះតែប៉ុណ្ណោះទេហើយបានចូលដល់ជ្រៅទេបងប្អូនណាដោយសារតែវាជាចំការរបស់គេដូច្នេះយើងចូលបានដល់កន្លែងដែលយើងឈប់យន្តយើងខាងមុខហើយយើងដើរចូលបន្តិចទៅនេះក្មួយហើយនឹងចៅមកជាមួយខ្ញុំសវឡានេះជូនកូនជូនចៅមកមើលទៅបាទនេះជាជីវិតអ្នកចំការបងប្អូនណាមានមន់ចាំអីនៅក្នុងហ្នឹងមកអែមណាបងប្អូនណាបាទមកអែមអ្នកចំការគឺជីវិតអ្នកចំការគឺយ៉ាងដូចនេះណាបាទប្រព័ន្ធទឹកប្រព័ន្ធអីគាត់រៀបចំឲ្យស្អាតហត់នឿយដល់ដំបងបន្តិចគាត់និយាយថាវាចំណាយដើមទុនច្រើនដែរតម្រាំតែបានប្រមូលផលណាបងប្អូននេះត្រូវការថែទាំយកចិត្តទុកដាក់យើងមើលទៅលើខាងលើនោះវាមួយមែកនោះវាផ្លែច្រើនបងប្អូនចូល6 7 ផ្លែបងប្អូនយ៉ាងណាបាទល្អមែនតើចូលមកតិចដីសើមដោយសារតែខ្ញុំមកនេះវាចំរដូវភ្លៀងទៅហើយដែរបងប្អូនបាទសើមដីសើមអីគុំមែកទៅឆឹងទៅឆៃល្អណាស់បងប្អូនអើយហ្នឹងហើយបងប្អូនណាដែលខាងស្រឡាញ់ខាងចំការជួយខមមិនផងបងប្អូនហើយកុំភ្លេចតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំពីដើមរហូតដល់ចប់ផងបាទនោះម្ចាស់តរៀនបងប្អូនបាទម្ចាស់ចំការតរៀនលើកដៃ2នេះបាទនេះមួយមែកមួយទៀតបងប្អូនមិនដែរបងប្អូនពេញចិត្តទេបងប្អូនទុរេននេះដូចជាមិនសូវជាធំប្រហែលទេយើងនិយាយពីទំហំណាបងប្អូនឬមួយក៏វាមិនតាន់ធំអស់យ៉ាងម៉េចដែរទំហំតូចល្មមទេបងប្អូនណានិយាយពីដើមវិញចងមែកប្រទះគ្នាហើយណាចងពីលើការពារវា
បាក់មែកណាបងប្អូនបាក់មែកចប់ស្ដាយមួយមែកបើយើងគិតជាលុយទៅមិនតិចលុយទេបងប្អូននៅទីផ្សារគេលក់1គីឡូប៉ុន្មានបងប្អូនដឹងហើយណា20000ជាងអីចឹងទៅយ៉ាងក្នុងមួយមែកហ្នឹងវាផ្លែប្រហែលផ្លែយើងគុណលុយតាមហ្នឹងទៅណាបាទហើយបញ្ជាក់ផងដែរនេះគឺជាទរានខ្មែរយើងសុទ្ធណាបងប្អូនណាចំការខ្មែរយើងសុទ្ធបើយើងធ្វើដំណើរពីខាងស្តុបចការលឿមកឆ្ពោះមកកាន់ស្ពានស្ទឹងត្រង់ហ្នឹងបាទជាដងវងមូហ្នឹងយើងបត់ឆ្វេងមកឃើញម្ដុំនឹងសត្វទរានបងប្អូនហើយណាល្អមែនតើចូលមកឡើងឈ្ងុយចឹងទៅហើយនេះម្ដាមនេះច្រើនមែនតើអរគុណផងដែរចំពោះម្ចាស់ចំការដែលបានកាប់ទរាននៅកោះទរានឲ្យហូបបងប្អូនហ្នឹងហើយឃើញថាមានជាតិល្អណាស់បងប្អូនណាវាជាទឹកដីខ្មែរយើងសុទ្ធសាធអាចប្រើថ្នាំឬមួយក៏ជីជាលក្ខណៈធម្មជាតិយើងខ្លះដែរណាបងប្អូនណាបាទហើយយើងបញ្ចប់ពីនឹងចេញពីការត្រៀនខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅតាមធ្វើដំណើរតាមផ្លូវគ្រូក្រហមវិញម្ដងបងប្អូនផ្លូវក្រហមដូចគ្នាបងប្អូនណាបាទនេះគឺជាទស្សនវិជ្ជាតាមដងផ្លូវដែលយើងចេញពីចំការត្រៀននេះឆ្ពោះទៅកាន់ចំការមួយផ្សេងទៀតសូមបងប្អូនកលេចមើលទស្សនវិជ្ជាទាំងស្រុងនៃការធ្វើដំណើរប្រកបដំណើររបស់បងប្អូនយើងទាំងអស់គ្នាហើយនឹងពីសកម្មភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតែមានទីតាំងស្ថិតនៅនេះគឺខ្ញុំចូលមកដល់ខាងទឹកដីខេត្តក្រចេះហើយបងប្អូនបាទទឹកដីខេត្តក្រចេះបានន័យថាវីដេអូនេះខ្ញុំកាត់ដែរទេបងប្អូនខ្ញុំថតច្រើននិយាយខ្ញុំកាត់ខ្លះដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការទស្សនាណាកុំឲ្យមានអារម្មណ៍ថាវែងពេកបាទផ្លូវនេះដែរបញ្ជាក់ទៅអំភ្លៀងទេបងប្អូនហើយយើងចេញមកពីនោះវិញហ្នឹងវាខ្ទង់ដើម្បីឲ្យដីនឹងវាស្រស់ឲ្យដីនឹងវាស្ងួតបន្តិចណាបងប្អូនដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់យើងបាទសូមបញ្ជាក់ផងដែរទីតាំងនេះគឺជាផ្លូវលំទេបាទផ្លូវចូលទៅក្នុងជ្រៅទៀតដើម្បីយើងទៅដល់ទីតាំងមួយកន្លែងទៀតហើយដើរបំណងនេះគឺមកបនគេទេបងប្អូនបាទមកបនបងប្អូនហើយក៏ឆ្លៀតថតជូនទស្សនីយភាពនេះជូនបងប្អូនអរគ្នាបានទស្សនាពីទស្សនវិជ្ជាសម្រាប់អ្នកដែលបានតន់ដើរមកហើយតំបន់ផ្សេងអញ្ចឹងណាបងប្អូនបាទដោយអ្វីដែលបងប្អូនកំពុងតែឃើញនេះបាទឥឡូវនេះយើងមកដល់ទីតាំងហើយនេះគឺជាចំការកស៊ូអ្នកចំការយ៉ាងដូចនេះបងប្អូនបាទហើយនេះខ្ញុំសង្ឃឹមថាបងប្អូនមួយចំនួនធំប្រកាសជាស្គាល់ហើយណាពិសេសអ្នកចំការអ្នកធ្វើដំណើរតាមដងផ្លូវរតនគិរីមណ្ឌលគិរីឬមួយក៏កញ្ចេះស្ទឹងត្រែងហ្នឹងបាទនេះគឺស៊ូបងប្អូនកស៊ូស្ងួតក្រោយពីការដែលគេត្រង់វានៅតាមដើមគេយកមកបង្កកបងប្អូនបាទមានទាំងមន់មានទាំងទាបងថ្លៃខ្ញុំគាត់ចិញ្ចឹមបងប្អូនណាងាយស្រួលដល់ពេលវាធំធាត់ទៅណាធ្វើម្ហូបទៅជុំកូនជុំចៅអីមកលេងអញ្ចឹងទៅឆ្កាកស៊ូនេះឆ្កាកស៊ូនេះហើយជីវិតអ្នកចការបងប្អូនយើងអត់ដែរមកណាពិសេសបងប្អូនអ្នកនៅទីក្រុងណាបាទជីវិតអ្នកចំការគឺយ៉ាងដូចនេះមួយយ៉ាងដែរបងប្អូនខ្ញុំមកនេះគឺដីសើមត្រជាក់ជើងល្អបងប្អូនណាបាទជាក់ជើងល្អមែនតើនេះគឺជាការត្រង់ជ័រកស៊ូបងប្អូនណាត្រង់ជ័រកស៊ូនេះដោយសារតែរវល់អត់បានយកវាទៅប្រកបឥឡូវវាចូលទឹកភ្លៀងបងប្អូនហើយយើងមិនអាចយកវាទៅប្រើប្រាស់បានទេពេលយើងត្រូវចោលវាហើយណាបាទកស៊ូនេះពោះទៅឈឹងទៅឆៃមកលុបកស៊ូហ្នឹងបើសិតតែកស៊ូបងប្អូនហ្នឹងបើគេដុតណាដុតទាំងស្រស់ហ្នឹងក៏ឆេះដែរណាបងប្អូនសូមបញ្ជាក់អញ្ចឹងណាបាទអញ្ចឹងអ្នកចការបើសិនជាការដាំដុះវាបានទិន្នផលល្អគ្រាន់បើនឹងគាត់ក៏ចំណេញលុយកាក់បានជាងនឹងទៅណាបងប្អូនណាបាទកាត់កូនថ្លៃពលកម្មថ្លៃទិញសម្ភារៈទៅបានមកគាត់ហូបចុកអីចឹងទៅសល់ខ្លះតិចតួចបាទហើយក៏ហ្នឹងហើយសម្រាប់យើងអត់ដែលឃើញចេះតែជូនវីដេអូនេះជូនបងប្អូនយើងណានេះផ្សិតអីហ្នឹងនៅតាមដើមតាមអីហ្នឹងណាដល់ផ្សិតអីគេដោះហ្នឹងសូមបងប្អូនជួយខមមិនផងអ្នកចំការណាដែលឃើញណាបាទ
mà đài đi tiết nó cứ nhom thọt nó cứ bà hai chị đam có su rồi bọn đấy khơi mình được không chịu cụ có su nó hai chị có su tôi mong tờ đấy bà miền sạch miền ấy đỏ mình nâng đấy lõ sạch cái chồng lõ bọn đấy tại đằng chìm mạch ấy của riêng đằng đá bà miền tây nhẹ cá để quạt đằng đấy hiện có đằng bị lừa bị chơi bị sao mày bọn dương sân nọc mưa tịnh đấy hay có số một con nông đai trong bộ bọn để tam tu snaในវីដេអូហើយកុំភ្លេចជួយ Subscribe Channel ខាង YouTube របស់ខ្ញុំម្នាក់មួយផងបងប្អូនណាដើម្បីជាកម្លាំងចិត្តសម្រាប់ការធ្វើវីដេអូជូនបងប្អូននៅពេលក្រោយៗទៀតហើយ Channel របស់ខ្ញុំនឹងដើររកទីកន្លែងណាដែលប្លែកៗជុំវិញប្រទេសកម្ពុជារបស់យើងណាបងប្អូនណាបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាគាំទ្របាទហើយឥឡូវនេះយើងចេញពីចំការនឹងហើយខ្ញុំឆ្លៀតបានបន្តិចជួបជាមួយសត្វនេះបងប្អូនប្រហែលជាបងប្អូនយើងស្គាល់ហើយណាបាទអ្នកដែលនៅនឹងស្គាល់ហើយអ្នកក្មេងៗមិនសូវមិនទាន់ស្គាល់ទេណាមើលរឿងព្រះហ่าបងប្អូនហើយកាមេរ៉ាខ្ញុំថតនេះគឺនៅក្បែរវាមែនតើហើយវាអត់ខ្លាចយើងទេបងប្អូនដើរមកក្បែរយើងតម្រង់ណាបាទនេះស្ថិតនៅក្នុងចកាមួយទៀតបងប្អូនចកាកស៊ូគាត់ខ្ញុំបដិញថតវាជូនបងប្អូនបានទស្សនាហើយយើងខ្លាចដែរបងប្អូនព្រោះយើងដែរនេះដែរភឺជើងដែរហ្នឹងបាទដើមស្អមនេះត្រូវបានគាត់ដាំបងប្អូនអាហ្នឹងស្រួលគាត់ធ្វើចិញ្ចឹមមួយពងទាមួយអីសឡក់សលឹងអីចឹងណាបាទមានដើមលហុងដើមអីចឹងទៅបាទល្អដែរចំទៅភ្លៀងហើយនេះគឺជាផ្ទះចាំចំការរបស់គាត់បាទផ្ទះចាំចំការនេះយើងបានមកមើលយើងមិនដឹងថាជីវិតអ្នកចំការគឺយ៉ាងដូចនេះវាម្យ៉ាងម្នាក់ពីអ្នករស់ស៊ីពីអ្នកនៅទីក្រុងម្យ៉ាងម្នាក់ទេបងប្អូនបាននិយាយពីភាពស្ងប់ស្ងាត់វិញគឺល្អមែនតើអត់មានសលេងយិនយន្តណាអ៊ូអអីញ៉ៃញ៉ៃទេណាបងប្អូនណាចន្ទទីមួយដើមនេះខ្ពស់ប៉ុន្តែអត់សូវមានផ្លែផ្កាចង់កតុយនៅវីដេអូបងប្អូនណាទស្សនាជាមួយរឿងព្រះនេះគ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយគាំទ្រចំពោះ Channel Cambodia របស់ខ្ញុំហើយកុំភ្លេច like ក៏ដូចជា Subscribe ផងណាបងប្អូនសូមគោរពជូនពរបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ